នៅមុនសឹកនោះទេបរោះដែលបានវាយច្រឡំទៅលើម្ចាស់ឡានកាលពីប្រមាណថ្ងៃមុននោះបានចេញមុខតវ៉ាហើយដោយនៅក្នុងនោះគាត់បាននិយាយថាគ្រាន់តែខ្ញុំវាយច្រឡំតិចតួចសោះដល់ថ្នាក់ចាប់ខ្ញុំដាក់គុកតែខ្ញុំខុសខ្លាំងមែនដែរទេបើយោងទៅតាមគណនីឈ្មោះថាសាន់រ៉ាដែលគេស្គាល់ថាជាបរោះវាយច្រឡំទៅលើម្ចាស់ឡាននៅក្នុងករណីគ្រោះថ្នាក់កាលពីប្រមាណថ្ងៃមុននោះបានរអ៊ូថាពួកម៉ាក់ខ្ញុំត្រូវស្លាប់ខ្ញុំយល់ច្រឡំចាប់ខ្ញុំដាក់គុកខ្ញុំសម្លាប់មនុស្សមែនដែរទេខ្ញុំលួចឆក់ប្លន់មែនទេហើយខ្ញុំក៏មិនបានញៀនថ្នាំដែរស៊ូតាមត្រង់ហេតុអ្វីត្រូវទាញខ្ញុំចូលគុកចុះមិត្តខ្ញុំស្លាប់មិនអាណិតខ្ញុំខ្លះទេឬសូម្បីតែខ្ញុំក៏មិនបានចូលរួមពិធីបុណ្យសពមិត្តភ័ក្តិខ្ញុំដែរសម្របសម្រួលគ្នាសងខាងហើយចុងក្រោយនៅតែចាប់ខ្ញុំដាក់គុកតើខ្ញុំខុសខ្លាំងណាស់មែនដែរឬទេសូមរំលឹកផងដែរថាកាលពីប្រហែលថ្ងៃមុននេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវវត្តភ្នំបាទពីវត្តភ្នំទៅវិមានឯករាជ្យផងដែរហើយនៅផ្លូវនេះបាទត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូហើយជនរងគ្រោះក៏បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុហើយក៏មានអ្នករងរបួស2ទៅ3នាក់រហូតដល់4នាក់ឯណោះបងប្អូនទាំងអស់គ្នាបាទហើយនៅក្នុងករណីគ្រោះថ្នាក់នេះដែរបាទបុរសដែលជាមិត្តភ័ក្តិរបស់ជនរងគ្រោះបានយល់ច្រឡំថាបាទម្ចាស់ឡានគឺជាអ្នកខុសហើយម្ចាស់ឡាននេះបុកគេហើយរត់មិនព្រមទទួលខុសត្រូវស្រាប់តែបុរសរូបនេះបាទមិនដឹងថាមកពីណាទេកូឡាំប៉ាបាទជិះម៉ូតូរហូតដេញឡានគេបាទទៅដល់បាទទូតពងបាទស្តុបបូកូឯណោះបងប្អូនទាំងអស់នេះបាទអញ្ចឹងទេបុរសរូបនេះក៏បានបាទជិះម៉ូតូទៅខ្លាត់ឡានរបស់ជនរងគ្រោះដែលជាអ្នកមិនដឹងអីនោះបាទបន្ទាប់មកបាទយកដៃទៅវាយកញ្ចក់ឡានគេបណ្ដាលឲ្យប្រេះស្រាំហើយក៏បានចុះទៅវាយម្ចាស់រថយន្តដោយមិនដឹងមូលហេតុផងដែរហើយម្ចាស់រថយន្តបានប្រាប់ឲ្យថាគេមិនបានបុកជនរងគ្រោះដែលជាមិត្តភ័ក្តិរបស់បុរសខាងលើនេះទេប៉ុន្តែបុរសរូបនេះបាទនៅតែមិនស្ដាប់ហើយចេះថាបាទគឺគេឃើញច្បាស់នឹងភ្នែកតែម្ដងហើយពេលនោះដែរមានអាសាព័ត៌មានជាច្រើនក៏បានចុះទៅផ្តិតវីដេអូនិងរូបភាពជាច្រើនហើយម្ចាស់ឡានក៏មិនអស់ចិត្តបាទគាត់បានឲ្យទៅឆែកកាមេរ៉ានៅក្នុងឡានរបស់គាត់ដោយសារតែឡានរបស់គាត់ទឹកបាទមានកាមេរ៉ាទាំងមុខទាំងក្រោយផងដែរស្រាប់តែឆែកកាមេរ៉ាទៅបាទគឺម្ចាស់រថយន្តពិតជាមិនបានបុកមែនបាទគាត់គ្រាន់តែបាទជិះសុកបាទម៉ូតូហើយម៉ូតូបុកគ្នានៅចិត្តឡានរបស់គាត់ហើយគាត់មិនបានដឹងរឿងទេហើយបរិះរូបនេះបាទបានជាប្រតិចនឹងឡាំប៉ាទៅម្ចាស់ឡានបាទឥឡូវនេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាទវាស់កម្ពស់បានសម្រេចហើយបាទដោយសារតែគាត់នឹងបាទមានការខឹងសម្បាខ្លាំងពេកហើយឡាំប៉ានិយាយមិនចេះស្ដាប់គ្នាបានទៅវាយម្ចាស់ឡានឥឡូវនេះត្រូវបានប៉ូលីសបាទយកទៅឃុំខ្លួនបានសម្រាប់ឲ្យបងប្អូនទាំងអស់នេះបាទអញ្ចឹងទេជាចុងក្រោយនៃវីដេអូនេះតើបងប្អូនមានពាក្យពេចន៍អ្វីខមមិននៅខាងក្រោមវីដេអូនេះទាំងអស់គ្នា